រដ្ឋបវិនីហ្នឹងគឺបើពិនិត្យទៅវាមានពាក្យថារដ្ឋបូកជាមួយនឹងបវិនីអញ្ចឹងរដ្ឋមានន័យថាជាប្រទេសក្នុងន័យទូលំទូលាយគឺសំដៅទៅលើប្រទេសហើយប៉ុន្តែប្រទេសក៏វាមានធាតុផ្សំនៃការបង្កើតប្រទេសដែរមិនមែនអត់មានធាតុផ្សំនៃការបង្កើតប្រទេសទេប្រទេសមួយត្រូវមានអីត្រូវមានទឹកដីណាត្រូវមានប្រជាពលរដ្ឋណាត្រូវមានរបបនៅក្នុងការគ្រប់គ្រងប្រទេសរបបនៅក្នុងការគ្រប់គ្រងប្រទេសនេះនៅក្នុងគោលការណ៍នៃប្រទេសប្រជាធិបតេយ្យវាមានអំណាចរបស់រដ្ឋវាមានអំណាចនីតិបញ្ញត្តិអំណាចនីតិប្រតិបត្តិហើយនឹងអំណាចតុលាការជាទូទៅគឺមាន3អំណាចហ្នឹងហើយបណ្ដាប្រទេសខ្លះគេថែមអំណាចមួយទៀតគឺអំណាចសារព័ត៌មានគឺជាធាតុផ្សំក្នុងការបង្កើតរដ្ឋដែលជាប្រទេសមួយហើយនៅក្នុងន័យបវេណីនេះជាទំនៀមទម្លាប់វាផ្សារភ្ជាប់ជាមួយនឹងជីវភាពប្រចាំថ្ងៃមានន័យថាផ្សារភ្ជាប់ជាមួយនឹងការរស់នៅប្រចាំថ្ងៃប៉ុន្តែជាបវេណីមានន័យថាបវេណីនេះត្រូវបានទទួលស្គាល់ជាផ្លូវការនៅក្នុងសង្គមហ្នឹងមិនមែនទំនៀមទម្លាប់ដែលខុសច្បាប់ទេនៅក្នុងន័យបវេណីនេះគឺជាទំនៀមទម្លាប់ដែលស្របច្បាប់ឬក៏ទំនៀមទម្លាប់ដែលច្បាប់ទទួលស្គាល់ឬក៏ទំនៀមទម្លាប់ដែលបំពេញឲ្យច្បាប់មិនមែនទំនៀមទម្លាប់ដែលខុសច្បាប់ទេនៅក្នុងតំបន់ខ្លះបង្កើតនៅទំនៀមទម្លាប់ប៉ុន្តែទំនៀមទម្លាប់ហ្នឹងមិនមែនជាទំនៀមទម្លាប់ដែលត្រឹមត្រូវតាមច្បាប់ជាទំនៀមទម្លាប់ដែលខុសទៅនឹងគោលការណ៍សិទ្ធិមនុស្សខ្ញុំឧទាហរណ៍ជូនទៅដល់សខាកាមភាគច្រើននៅបណ្ដាប្រទេសខាងអាហ្វ្រិកវាមានជនជាតិមួយនោះនៅពេលដែលឪពុកម្ដាយអាយុច្រើនគឺគេចាត់ទុកដូចជាផ្លែឈើដែលទុំជ្រុះមកក្រោមអញ្ចឹងនៅពេលដែលឪពុកម្ដាយអាយុច្រើនគឺឲ្យគាត់ឡើងដើមឈើហើយរូនដើមឈើដើម្បីឲ្យគាត់ធ្លាក់មកហើយស្លាប់ជាទំនៀមទម្លាប់ដែលទំនៀមទម្លាប់នៅក្នុងស្រុកនោះគឺជាទំនៀមទម្លាប់ដែលខុសច្បាប់មិនមែនជាទំនៀមទម្លាប់ដែលត្រឹមត្រូវតាមគោលការណ៍នៃសិទ្ធិមនុស្សនោះទេ